សូមជម្រាបសួរអ្នកទាំងអស់គ្នាក៏ដូចជាប្រិយមិត្តបាត់ដំបងបច្ចេកវិទ្យាអេឡិចត្រូនិកសូមស្វាគមន៍មកកាន់មគ្គុទ្ទេសក៍គម្រោង Sigvi អេឡិចត្រូនិកដំបូងរបស់យើងសម្រាប់ Sigvi ទី1នេះឬក៏គម្រោងទី1ហ្នឹងមានឈ្មោះថាបំភ្លឺអំពូល LED ដ៏សាមញ្ញដែលជាការបំភ្លឺអំពូល LED ដែលប្រើថ្មពិលនិង resistance ទោះបីជាគម្រោងមូលដ្ឋានក៏ដោយក៏វាមានការប្រើប្រាស់ជាក់ស្ដែងក៏ដូចជាកម្មវិធីអនុវត្តជាក់ស្ដែងជាច្រើនដែលអ្នកប្រហែលជាបានជួបប្រទះក្នុងជីវិតប្រចាំថ្ងៃគម្រោងនេះបង្រៀនពីគោលការណ៍គ្រឹះនៃការបើកបំភ្លឺអំពូល LED ដោយសុវត្ថិភាពដែលជាមូលដ្ឋានសម្រាប់ឧបករណ៍អេឡិចត្រូនិកស្ទើរតែទាំងអស់ដែលប្រើប្រាស់នៅអំពូល LED នេះជាកម្មវិធីអនុវត្តជាក់ស្ដែងមួយចំនួនសម្រាប់គម្រោងនេះភ្លើងសញ្ញាពាក់ព័ន្ធជាមួយភ្លើងសញ្ញានេះគឺជាការប្រើប្រាស់ទូទៅហើយឧទាហរណ៍ដូចជាឧបករណ៍ប្រើប្រាស់ក្នុងផ្ទះអំពូល LED ទូចៗនៅលើទូរទស្សន៍ម៉ាស៊ីនត្រជាក់កុំព្យូទ័រទូរស័ព្ទដៃឬឆ្នាំងសាកដែលបង្ហាញថាឧបករណ៍អស់ហ្នឹងកំពុងបើកកំពុងសាកថ្មកំពុង stand by ឬមានបញ្ហាអីមួយឧទាហរណ៍ LED ពណ៌ក្រហមលើទូរទស្សន៍វាបង្ហាញថាទូរទស្សន៍បិទប៉ុន្តែកំពុងរងចាំការបញ្ជាពី tele ទៅ remote ទៅណាហើយមួយទៀតគឺប្រទេស Sigvi Electronic LED ទូចនៅលើ main board computer ឬក៏ board គ្រប់គ្រងឧស្សាហកម្មដែលបង្ហាញពីស្ថានភាពរបស់ឧបករណ៍ឬដំណាក់កាលនៃដំណើរការណាមួយក្នុងចង្វាក់ផលិតកម្មមួយទៀតហ្នឹងយើងឃើញមានប្រើនៅជាមួយនឹងរថយន្តក៏ដូចជាយានយន្ត LED នៅលើផ្ទាំងគ្រប់គ្រងរថយន្តដែលបង្ហាញពីស្ថានភាពភ្លើងបំភ្លឺភ្លើងប្រាប់ពីកម្រិតប្រេងឥន្ធនៈឬសញ្ញាព្រមានផ្សេងមួយទៀតហ្នឹងគឺភ្លើងបំភ្លឺសាមញ្ញអ្នកនរហើយដែលឃើញពិលតូចឬក៏ចង្គៀងដែលប្រើអំពូល LED ណាដែលតម្លៃវារៀងធូរថ្លៃដែរគឺភាគច្រើនវាប្រើអំពូលធម្មតាភ្ជាប់ជាមួយ resistance ហើយថ្មពិលសាមញ្ញទេហើយមួយទៀតវិញយើងឃើញការប្រើប្រាស់ជាក់ស្ដែងហ្នឹងវាមានពាក់ព័ន្ធជាមួយនឹងភ្លើងលំអផ្សេងសម្រាប់ពិធីបុណ្យឬភ្លើងនៅលើប្រដាប់ប្រដាក្មេងលេងគ្រាន់តែត្រូវការភ្លើងបំភ្លឺជាមូលដ្ឋានធម្មតាដោយអត់មានភាពស្មុគស្មាញអត់មានមុខងារស្មុគស្មាញហើយមួយវិញទៀតយើងឃើញជាក់ស្ដែងហ្នឹងនៅលើឧបករណ៍អេឡិចត្រូនិកអង់គ្លេសគេថា DIY បង្កើតខ្លួនឯងណានៅពេលអ្នកផលិត Sigvi Electronic ផ្ទាល់ខ្លួនហើយចង់ដាក់ LED គឺដើម្បីបង្ហាញថា Sigvi ហ្នឹងមានថាមពលឬមុខងារកំពុងដំណើរការជាដើមចុងក្រោយឃើញជាក់ស្ដែងគឺពាក់ព័ន្ធជាមួយការអប់រំក៏ដូចជាការបង្ហាញដែលជាក់ស្ដែងនៅក្នុងគម្រោងទី1នេះផ្ទាល់គឺជាគម្រោងអនុវត្តជាក់ស្ដែងសម្រាប់អ្នកចាប់ផ្ដើមដំបូងរៀនអេឡិចត្រូនិកវាបង្ហាញពីទំនាក់ទំនងរវាងតង់ស្យុងវ៉ុលតង់ស្យុងឬក៏វ៉ុលហ្នឹងចរន្តនិង resistance នៅក្នុង Sigvi សាមញ្ញមួយអាហ្នឹងវាពាក់ព័ន្ធជាមួយច្បាប់អូមអ្នកធ្លាប់រៀនពីអ្នកធ្លាប់រៀនអគ្គិសនីឬក៏អេឡិចត្រូនិកប្រកាសជាស្គាល់ច្បាប់អូមសរុបមកគោលការណ៍ដែលបានរៀនពីគម្រោងសាមញ្ញមួយហ្នឹងគឺជាគ្រឹះសម្រាប់
យល់ដឹងពីរបៀបដែល LED ត្រូវបានប្រើនៅក្នុងឧបករណ៍អេឡិចត្រូនិកជាច្រើនដែលយើងប្រើប្រាស់រាល់ថ្ងៃវាមិនមែនគ្រាន់តែជាការបំភ្លឺ LED ប៉ុណ្ណោះទេតែជាការយល់ដឹងពីការគ្រប់គ្រងចរន្តអគ្គិសនីដើម្បីដំណើរការគ្រឿងបរិក្ខារអេឡិចត្រូនិកដោយសុវត្ថិភាព